ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃសូមចុច Subscribe ហើយចុចលើសញ្ញារូបកណ្ដឹងសូមអរគុណទម្លាក់គ្រាប់ F16 ស្រស់ក៏អត់ដឹងឃើញថាខ្មែរប្រើអាស្អីគេហៅថាអាសំណាញ់មេឃនឹងនៅណាអញ្ចឹងបានន័យថាខ្មែរនៅមានទំហំនៃការអត់ធ្មត់នឹងច្រើនមែនតើឬមួយក៏មិនហ៊ានប្រើអាសំណាញ់មេឃដែលជាសពាវុធដែលទិញមកពីចិនឬទិញមកពីរុស្ស៊ីអីយ៉ាងណានោះដែលអាចធ្វើឲ្យសង្គ្រាមនេះវាកាន់តែផ្ទុះធំទៀតហើយថៃកាន់តែរករឿងយើងសម្បើមជាងនឹងទៀតឬក៏យ៉ាងម៉េចបាទតែយើងចាំមើលប៉ុន្តែបាទរឿងបាញ់មិនហើយកុំឲ្យតែមេដឹកនាំយើងមកអួតមុនអញ្ចឹងណាព្រោះជួនកាលកម្ពុជាហ្នឹងគឺតលាន់នឹងការអួតរបស់ថ្នាក់ដឹកនាំដែរដូចថាយើងហ្នឹងគឺសម្បើមស្អីក៏មានដែរប៉ុន្តែដល់ពេលចាប់ផ្ដើមមានក្ដុងគឺយើងអត់មានអាហ្នឹងបើសិនជាមេដឹកនាំអត់និយាយប្រជាប្រដ្ឋប្រហែលជាអត់សូវរករឿងឬក៏ចាំអ៊ុតមើលប៉ុន្តែដល់ពេលយើងនិយាយឲ្យថាទៅវាអត់វាបែរទៅជាសាបតាមពិតខ្ញុំមិនចង់ឲ្យបងប្អូនទៅចាញ់ផ្ចាលថ្នាក់ដឹកនាំខ្មែរយើងឯណាទេព្រោះអីឃើញខំប្រឹងប្រែងទប់ថៃកុំឲ្យឈ្លានពានយើងហើយទាហានយើងពាក់លីច្រើនណាគួរតែនាំគ្នាកោតសរសើរពួកគាត់មិនអញ្ចឹងណាការពិតយើងឃើញថាបើសិនជាកុំតែយើងតដៃវិញហ្នឹងថៃមិនដឹងចូលដល់ណាអានេះក៏ជាការខំប្រឹងប្រែងរបស់ពួកគាត់ដែរនិយាយទៅគឺយើងគួរតែនៅជួយការពារលើកទឹកចិត្តប៉ុន្តែអារឿងដែលសំខាន់វាមិនមែនតែរឿងតែលើកទឹកចិត្តហ្នឹងនឹងជួយគ្រប់គ្រងនឹងមួយយ៉ាងទេគឺរឿងដែលថាមុនហ្នឹងយើងមានអ្វីសពបែបយ៉ាងថានឹងទម្លាក់អាយន្តហោះគេបាញ់អាសំណាញ់មេឃអីហ្នឹងហើយអាទាំងអស់ហ្នឹងគឺជាអ្វីដែលទាហានជួមកយើងចង់បានឃើញពលរដ្ឋខ្មែរយើងម្នាក់យំសស្រេចសស្រាក់នៅឯព្រំដែនធ្វើវីដេអូមកនៅពេលដែលគេទម្លាក់អាគ្រាប់នឹងច្រើនពេកជាពិសេសមកពី F16 ហ្នឹងយំសស្រេចសស្រាក់អង្វរសូមឲ្យយើងប្រើអាសំណាញ់មេឃហ្នឹងមកដើម្បីអីទម្លាក់អាហ្នឹងឲ្យអស់ព្រោះអីតបខ្មាស់ថ្មើរជើងយើងគឺខ្លាំងក្លាតែហ៊ានថៃចូលមិនចោះទេក៏ប៉ុន្តែយើងអត់ស៊ូបានជាមួយអាគ្រាប់ទម្លាក់ពីលើហ្នឹងដែលវាពិបាកអញ្ចឹងបានចង់ឲ្យទម្លាក់អាហ្នឹងអស់ដើម្បីឲ្យយើងអាចការពារអាយុជីវិតរបស់ប្រជាជនយើងយំសស្រេចសស្រាក់ប៉ុន្តែយើងអត់ឃើញអាកាភ្លើងនេះនឹងមេឃហ្នឹងតែអញ្ចឹងធ្វើឲ្យប្រជាប្រដ្ឋចាប់ផ្ដើមដាក់សម្ពាធរដ្ឋាភិបាលតាមពិតមិនមែនជាការដាក់សម្ពាធអីទេព្រោះការពារជាតិនៅពេលដែលមានការឈ្លានពានពីប្រជាមិត្តក្នុងដែនអធិបតេយ្យកម្ពុជាវាត្រូវតែយើងបញ្ចេញអាហ្នឹងហើយបើសិនកុំនិយាយថាយើងមានប្រជាប្រដ្ឋប្រហែលជានៅតែបន់ស្រន់អញ្ចឹងតែពេលមានហើយអត់ប្រើអាហ្នឹងដែលធ្វើឲ្យប្រជាប្រដ្ឋររឿងចឹងថាអ្នកនយោបាយពេលខ្លះកន្លែងណាដែលទុកបានសិនទៅព្រោះអីបើថាតតែធ្វើហើយបើចាំដល់ពេលណាឥឡូវយន្តហោះគេទម្លាក់ផ្ដាច់ស្ពានទម្លាក់ទីផ្លូវថ្នល់របស់យើងហេដ្ឋារចនាសម្ព័ន្ធតា F16 ហ្នឹងគឺទម្លាក់ពីលើដែនអាកាសមកពួកអីតបថ្មជើងចូលមិនចោះទេតែចូលមកគឺចោលខ្មោចហើយព្រោះធម្មតាតបថ្មជើងចូលក្នុងដែនអធិបតេយ្យរបស់យើងគឺយើងមានសិទ្ធិ 100% នៅក្នុងការបាញ់តបតសម្រាប់ដូច្នេះវាអត់មានអីពិបាកនៅក្នុងការតបតព្រោះយើងពួនចាំគេដើរចូលអាហ្នឹងចំពោះខ្ញុំគ្មានមន្ទិលអីថាកងទ័ពខ្មែរមានព្រៀបលើអាតបថ្មជើងហ្នឹងប៉ុន្តែតែអត់ដោះស្រាយបញ្ហាដែនអាកាសនឹងបានគឺចាំបញ្ចង់គឺវាពិបាកណាស់សម្រាប់បងប្អូនយុទ្ធមិត្តយើងនៅឯជួរមុខណាហើយនៅក្នុងន័យនេះគឺខ្ញុំឃើញសារមិនមែនតែបងប្អូនទូទៅសំបីតែហ៊ាននៅជួរមុខឯដែលស្រែកអំពាវនាវយំស្រែកថាកាលបានប្រើអាស្អីគេខ្ចប់នេះនឹងបាញ់ស្អីសំណាញ់មេឃហ្នឹងលោកអ៊ំសំអានដែលជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលក្រៅប្រទេសសរសេរសារលើបណ្ដាញសង្គម Facebook របស់លោកថ្ងៃនេះថាចេះនៅថ្ងៃទី12ខែធ្នូឆ្នាំ2025យន្តហោះ F16 របស់ថៃបានហោះរំលោភចូលដែនអាកាសកម្ពុជាយ៉ាងកក្លឿនហើយទម្លាក់គ្រាប់លើអគារយោធាខ្មែរនៅតំបន់ភ្នំ500ខេត្តព្រះវិហារល្មមដល់ពេលលោកហ៊ុនសែនបញ្ចេញសំណាញ់មេឃប្រភេទ KS 1C ដើម្បីបាញ់ទម្លាក់យន្តហោះចម្បាំង F16 របស់ថៃហើយដើម្បីកុំឲ្យថៃប្រហើនពេកកុំឲ្យទាហានខ្មែរនិងពលរដ្ឋខ្មែរស្លាប់ច្រើនទៀតព្រមទាំងដើម្បីកុំឲ្យទាហានថៃប្រើយន្តហោះ F16 ទម្លាក់គ្រាប់បែកលើប្រាសាទខ្មែរតទៅទៀតលោកហ៊ុនសែនគូបញ្ចេញសំណាញ់មេឃប្រភេទនេះហើយលោកអ៊ំសំអានបន្តថានេះគឺជាទង្វើឈ្លានពានទឹកដីខ្មែរយ៉ាងកក្លឿនពីសំណាក់យោធាថៃសូមបួងសួងឲ្យទាហានខ្មែររួចផុតពីគ្រោះថ្នាក់និងសូមថ្កោលទោសទង្វើឈ្លានពានរបស់ថៃដែលបន្តទម្លាក់គ្រាប់បែកមកលើដែនអធិបតេយ្យរបស់កម្ពុជាចុងក្រោយលោកអ៊ំសំអានថាសូមលោកហ៊ុនម៉ាណែតដាក់ភ្ជាប់ករណីទម្លាក់គ្រាប់បែកទាំងនេះទៅនឹងបណ្ដឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ផងសូមសហគមន៍អន្តរជាតិចូលរួមថ្កោលទោសថៃចំពោះទង្វើឈ្លានពានរបស់ថៃដែលបន្តទម្លាក់គ្រាប់បែកមកលើកម្ពុជាបាទនេះគឺជាសំណុំពរដ៏សមហេតុផលទេព្រោះតែយើងត្រូវការពារយើងអត់មានយន្តហោះប្រដេញមួយគ្រឿងសោះហើយថៃប្រើយន្តហោះប្រដេញ Fighter Jet ហ្នឹងគាត់មាន28គ្រឿងណា F16 ហ្នឹងហើយនឹងអា Gripen Fighter Jet មួយទៀតដែលលឿនលបឿនទម្លាក់គ្រាប់ហ្នឹងរបស់ស៊ុយអែតហ្នឹងមាន11គ្រឿងទៀតហើយឃើញបងប្អូនយើងនាំគ្នាតវ៉ាសូមឲ្យអាមេរិកជួយពិនិត្យមើលហ្នឹងអាមេរិកហ្នឹងក៏តែអញ្ចឹងគេទម្លាក់គ្រាប់បែកធ្លាក់ស្រស់នៅលើដែនអធិបតេយ្យរបស់កម្ពុជារួចទៅយើងទៅលក់អាវុធ F16 ហ្នឹងទៅឲ្យថៃតើហេតុអីក៏យើងអត់និយាយអីមួយម៉ាត់សោះពីរឿងថារំលោភគោលការណ៍នេះតើទៅឯណាអស់ហើយសិលធម៌ទៅឯណាអស់ហើយគុណធម៌ខ្ញុំដឹងហើយថាលោកត្រាំនឹងចង់និយាយផ្សះផ្សាអីក៏ប៉ុន្តែយើងនិយាយបដាយើងមើលអាគោលការណ៍ដែលរំលោភបំពានកិច្ចសន្យានៃការប្រើប្រាស់និងលក់ដូរគ្រឿងសព្វាវុធរបស់អាមេរិកដែលមិនយកទៅបំពានដែនអធិបតេយ្យរបស់អ្នកដទៃព្រោះអីអាមេរិកនេះណាគឺមានក្រមសីលធម៌មានវិជ្ជាជីវៈមានគោលការណ៍អីជាការគួរឲ្យគោរពណាប៉ុន្តែបើយើងអត់មើលករណីនេះក៏គេដៀលអាមេរិកនឹងថាដូចជាលំអៀងទៅខាងថៃហើយដូចជាមិនរកយុត្តិធម៌ឲ្យខ្មែរដែរណាតើជជែកទៅចង់បានសន្តិភាពអីសន្តិភាពទៅប៉ុន្តែនៅក្នុងពេលហ្នឹងក៏ត្រូវតែផ្ញើសារបង្រៀនទៅថៃផងថាមិនអាចធ្វើអញ្ចឹងបានទេព្រោះវាជាសន្តិភាពពិភពលោកគោលការណ៍លក់កាភ្លើងលក់អីហ្នឹងគឺយើងមិនអាចទៅយកខ្លួនឯងជាបងធំយកទៅឈ្លានពានដែនអធិបតេយ្យកម្ពុជាដែលគ្នាគ្មានកាភ្លើងណែអសព្វាវុធដែល
ដូចថាហោះបដិញបាញ់គ្នាជាមួយនឹង F16 ហ្នឹងយើងមានដែរសំណាញ់មេឃក៏ប៉ុន្តែយើងមិនទាន់ប្រើហ្នឹងក៏ធ្វើឲ្យប្រជាពលរដ្ឋហ្នឹងរកម្មចិត្តទៅទៀតប៉ុន្តែបងប្អូនខ្ញុំថាគួរតែនាំគ្នាធ្វើបាតកម្មនៅអាផ្សេងគេនេះថ្ងៃសៅរ៍នេះដែលនាំគ្នាធ្វើបាតកម្មនៅរដ្ឋធានី Washington នេះនៅមុខសេតវិមានក្រសួងការបរទេសហើយនឹងស្ថានទូតថៃនៅក្រសួងការបរទេសហ្នឹងគួរតែរំលឹកខ្លាំងមែនតើរឿងសហរដ្ឋអាមេរិកតាក់ទងនឹង F16 នឹងការកាត់ផ្តាច់រឿងសពាវុធគ្រឿងយោធាទៅឲ្យថៃអីហ្នឹងព្រោះតែមិនធ្វើអញ្ចឹងទេថៃបំពេញគ្រប់យ៉ាងណាបើយើងជួយគ្នាអញ្ចឹងបានហើយឥឡូវនេះគឺកម្ពុជាអស់មានអីហើយព្រោះអាសំណាញ់មេឃមិនប្រើគឺមានតែសារអំពាវនាវទៅវិញយើងបាញ់អស់អា BM21 កណ្ដុងហ្នឹងព្រោះអីមិនដឹងអស់ប្រមាណ10000គ្រាប់ទេបងប្អូនថៃអង្គុយរាប់គ្រាប់ថ្ងៃមុនហ្នឹងថាអស់ជាង8000គ្រាប់ហើយថាតើយើងនឹងបាញ់ស្រោចបែបនេះទៅណាទៀតប៉ុន្តែយើងបាញ់ស្រោចហ្នឹងជួនកាលវាចូលទៅក្នុងលំនៅឋានកន្លែងស៊ីវិលអីរបស់ប្រជាពលរដ្ឋថៃអីហ្នឹងវាធ្វើឲ្យថៃហ្នឹងមករករឿងយើងទៀតប៉ុន្តែបងប្អូនអារឿងរករឿងហ្នឹងវាចិត្តតែរករឿងគាត់ថានៅក្នុងសង្គ្រាមកម្ពុជាមានសិទ្ធិការពារខ្លួនគាត់ថាថៃឲ្យតែធ្លាក់ទៅកន្លែងមន្ទីរពេទ្យឬផ្ទះសំណង់ស៊ីវិលអីហ្នឹងគឺយកអាហ្នឹងធ្វើជារឿងធំប៉ុន្តែអាខ្លួនឯងមកទម្លាក់នៅក្នុងតំបន់កាស៊ីណូនៅក្នុងផ្ដាច់ស្ពានផ្ដាច់អីហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអីហ្នឹងគឺអត់មាននិយាយទេបាទឥឡូវនេះគឺក្រសួងការពារជាតិកម្ពុជាទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់ការបាញ់ប្រហារដោយមិនរើសគោលដៅនិងការប្រើប្រាស់យន្តហោះចម្បាំងហោះចូលក្នុងទឹកដីកម្ពុជាអំពាវនាវស្អីទៀតម្ចាស់ផ្ទះលោកអើយបាញ់ទៅទម្លាក់ទៅខ្ញុំមែនតើខ្ញុំអត់ចង់ឲ្យលើកទឹកចិត្តឲ្យមានសង្គ្រាមអីទេខ្ញុំលើកទឹកចិត្តថាអត់ធ្មត់នឹងក៏អត់ចោះប៉ុន្តែមិនត្រូវអត់ធ្មត់ដល់ថ្នាក់គេយកយន្តហោះបដិញមកដល់ដែនអធិបតេយ្យរបស់យើងធ្វើបានច្រើនហើយអញ្ចឹងយើងធ្វើអានឹងតទៅទៀតទៅហើយយ៉ាងហោចណាស់ក៏ឲ្យថៃឬមួយក៏ខ្លាចបាញ់ទម្លាក់យន្តហោះបដិញ F16 នៅទីដែនហ្នឹងខ្លាចយន្តហោះ F16 ហ្នឹងបានដៃថាយើងអីបំផ្លាញដែនអធិបតេយ្យថៃហើយស្រាប់តែអាចថៃយកគ្រាប់នឹងទម្លាក់ដល់ទីក្រុងភ្នំពេញឬក៏យ៉ាងម៉េចថៃអត់មានញញើតអីទេម៉ោងណាអត់មានញញើតអីសោះព្រោះកុំថាឡើយទីក្រុងភ្នំពេញសូម្បីតែនៅក្នុងតំបន់ណាក៏ដោយក្នុងដែនអធិបតេយ្យកម្ពុជាសូម្បីតែ1មីលីម៉ែត្រដែលថៃអាចឈ្លានពានបានហ្នឹងគឺបានន័យថៃបានឈ្លានពានដល់ក្រុងភ្នំពេញយើងហើយព្រោះដែនអធិបតេយ្យខ្មែរគឺនៅជាប់ព្រំសីមាហ្នឹងហើយតើគេបំពេញដល់1ម៉ែត្រ2ម៉ែត្រ1មីលីម៉ែត្រក៏ដោយបានន័យថាគេបំពេញដែនអធិបតេយ្យយើងហើយទៅដល់កន្លែងណាក៏គេទៅដល់បានដែរអត់មានរឿងថាអូភ្នំពេញគេទៅមកដល់អា F16 នេះទៅភ្នំពេញប្រហែលនាទីហ្នឹងទៅវិលទៅថៃវិញភ្លាមបានមួយផ្លែតហ្នឹងអត់មានលឿនដូចអាមិចហ្នឹងយើងហៅថាលឿនដូចអាមិចហ្នឹងអាហ្នឹងហើយចឹងចាំបានថាឬមួយក៏យើងទុកអាសំណាញ់មេឃហ្នឹងចាំក្របសង្កត់នៅពេលដែលគេហោះមកភ្នំពេញឬក៏ទួលកសាំងឬយ៉ាងម៉េចយើងចាំមើលតទៅទៀតតែយ៉ាងណាក្រសួងការពារជាតិគឺទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់ការបាញ់ប្រហារដោយមិនរើសគោលដៅហើយប្រើប្រាស់យន្តហោះចម្បាំងក្នុងចូលក្នុងដែនអធិបតេយ្យដោយសារតែក្នុងនេះក្រសួងការពារជាតិហ្នឹងទាមទារបែបនេះដោយចោទថានេះគឺជាការដែលមិនត្រឹមត្រូវគឺរំលោភបំពានធ្ងន់ធ្ងរលើអធិបតេយ្យបូរណភាពកម្ពុជាច្បាប់អន្តរជាតិប៉ុន្តែថែមទាំងបានផ្លោងនិងទម្លាក់គ្រាប់បែកដោយមិនរើសអើងមិនសមាមាត្រពាក្យថាមិនសមាមាត្រហ្នឹងបានន័យថាបាញ់សន្ធប់ច្រើនហួសហេតុដែលកម្ពុជាបាញ់តិចជាងហើយបានធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនិងសុវត្ថិភាពប្រជាពលរដ្ឋសូត្រង់កម្ពុជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប្រាសាទបុរាណជាទីសក្ការៈដែលជាមរតកមនុស្សជាតិដូចជាសាលារៀនមន្ទីរពេទ្យវត្តអារាមផ្ទះសម្បែងផ្សារប្រាសាទព្រះវិហារប្រាសាទតាកបីនិងទីតាំងសាធារណៈជាច្រើនរាប់មិនអស់ក្រសួងការពារជាតិថ្លែងការណ៍នៅក្នុងប្រកាសព័ត៌មាននៅថ្ងៃទី12នេះថាបន្តថាសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃនេះបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនិងរហូតដល់ម៉ោង1រសៀលខែ12ធ្នូនេះគឺជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើតឡើងដល់11នាក់នៅក្នុងនោះទារកម្នាក់និងរបួសជនស្លូតត្រង់ចំនួន59អ្នកតាមពិតតួលេខថ្មីនឹងឡើងដល់50អ្នកជាង70អ្នកជាងអ្នករបួសនោះគ្រាន់តែថាអ្នកស្លាប់នៅដដែលបាទបងប្អូនតែយ៉ាងណាគឺនេះគឺជាសាររបស់ក្រសួងការពារជាតិសូមអធិស្ឋានបើសិនជាព័ត៌មានពេលខ្លះវាលឿនពេកទៅជូនបងប្អូនមិនទាន់សូម្បីតែផ្សាយស្ទើរតែរាល់ម៉ោងសំទោសមួយថ្ងៃ2ដងទៅហើយហ្នឹងក៏នៅតែអាចនឹងមានការផ្សាយមិនគ្រប់ដែរតែយ៉ាងណាមានព័ត៌មានអីថ្មីក្នុងខ្ញុំនឹងជម្រាបជូនឥឡូវនៅពេលដែលមានបញ្ហានិយាយពីរឿងថៃអ្នកនយោបាយថៃចាប់ផ្ដើមហែកហួរគ្នាដណ្ដើមប្រជាប្រិយដើម្បីស្លឹកឆ្នោតយើងនៅអកុសលយើងចាប់ផ្ដើមថៃគឺថាតាហ៊ានបៃយើងអ្នកតំណាងរាស្ត្រនៅស្រុកថៃបៃគ្នាឯងដើម្បីតំណាងដណ្ដើមអីគេកៅអីស្លឹកឆ្នោតសម្រាប់បោះឆ្នោតម្ដុំខែមករាចុងខែមករាឬដើមខែកុម្ភៈនេះហើយការដែលខ្ញុំថាថៃដណ្ដើមគ្នាបៃគ្នាឬក៏ហែកហួរគ្នាហ្នឹងគឺដោយសារតែពួកគាត់ដូចថាតាំងពីមានរំលាយរដ្ឋាភិបាលនេះមកគឺម្នាក់ចាប់ផ្ដើមដណ្ដើមហើយព្រោះអីលោកអនុទិនច័ន្ទប្រកុលក៏មានគណៈបកមួយដែរគឺគណៈបកភូមិใจថៃដែលមានសម្លេង69កៅអីដែលមានស្រាប់ណាអញ្ចឹងអ្នកដែលប្រកួតប្រជែងគាត់គឺមាន2គណៈបកធំទី1គឺគណៈបកភឿថៃរបស់ក្រុមគ្រួសារតកូលថាក់ស៊ីនដែលមានប្រជាប្រិយសម្បំហើយនឹងមួយទៀតគឺគណៈបកប្រជាជនថៃដឹកនាំដោយលោកណាត់តាភុងរឿងបញ្ញវុធដែលជាយុវជនថ្មីចំនួនថ្មីរបស់ថៃហើយគណៈបកនេះក៏មានសម្លេងច្រើនសន្ធឹកនិយាយទៅគឺបដំប្រសងជាមួយនឹងភឿថៃរបស់តកូលថាក់ស៊ីនដែរដែលកំពុងបដំប្រសងប្រទីនបតុងគ្នាហើយនៅក្នុងការប្រទីនបតុងគ្នានេះចាប់ផ្ដើមថ្ងៃនេះគណៈបកភឿថៃគឺឡើងមកនិយាយចាប់ផ្ដើមបរិហាអំពីលោកអនុទិនច័ន្ទប្រកុលដែលដឹកនាំរដ្ឋាភិបាលមិនបានប្រយោជន៍ដូច្នេះជាចាប់ផ្ដើមសារនយោបាយនឹងឲ្យគ្នាបងប្អូនឲ្យជាមិនផុតអីព្រោះអីដណ្ដើមស្លឹកឆ្នោតបែបនេះទោះជាត្រូវរើគ្នាយ៉ាងណាដើម្បីដណ្ដើមដែនអធិបតេយ្យរបស់កម្ពុជារំលោភឈ្លានពានហ្នឹងគឺទុកម្លាយទៀតដែរហែកគ្នាសិនព្រោះដោយសារអីដល់ម៉ោងស្លឹកឆ្នោតអញ្ចឹងមានតែហែកគ្នាហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋជឿថាខ្លួនឯងគ្រាន់បើគណៈបកភឿថៃគឺតំណាងគណៈបកភឿថៃនៅថ្ងៃនេះគឺបានហែកហ
ហួរគណៈបកផ្សេងទៀតហ្នឹងគឺជាពិសេសគឺគណៈបកអនុទិនច័ន្ទវរៈគុលឈ្មោះភូមិចៃថៃហ្នឹងគឺដោយនិយាយថាដឹកនាំប្រទេសគ្មានបានប្រយោជន៍អីដោះស្រាយបញ្ហាព្រំដែនហ្នឹងក៏មិនបានផលចង់និយាយចឹងក៏ចង់និយាយថាមិនបានផលហ្នឹងមិនរំលោភយកដីខ្មែរបានតិចតួចមិនបានដូចចិត្តឬក៏យ៉ាងម៉េចចាំខ្លួនឯងឡើងមកហ្នឹងគឺចង់ឆ្លៀនពៀនឲ្យធំជាងហ្នឹងឬក៏យ៉ាងម៉េចនិយាយទៅព្រំដែនហ្នឹងគឺគេយកមកហ្នឹងថាដោះស្រាយហ្នឹងមិនមានអ្នកណាម្នាក់ដូចថាចង់និយាយអំពីការដែលរកដំណោះស្រាយសន្តិភាពគឺនិយាយមកហ្នឹងគឺចង់តែអះអាងថាខ្លួនឯងគ្រាន់បើអាចរំលោភដែនអធិបតេយ្យខ្មែរបានធំជាងមុនហ្នឹងក៏តែមិនដឹងបងប្អូនរឿងនេះគឺយើងការដែលលើកឡើងនេះគឺគាត់និយាយពីបញ្ហាអសកម្មរបស់គណៈបកភូមិចៃថៃហ្នឹងគឺមេបកថ្មីរបស់គណៈបកពឺថៃដែលជំនួសអ្នកស្រីបេថងថាហ្នឹងគឺឈ្មោះជូឡាពុនអាម៉នវិវត្តបាននិយាយថាការដែលគណៈបកភូមិចៃថៃរបស់លោកអនុទិនច័ន្ទវរៈគុលរំលាយរដ្ឋសភានេះគឺគ្មានអីក្រៅពីកិច្ចវេះពីការទទួលខុសត្រូវចំពោះមុខសាធារណជននៅអ្វីដែលខ្លួនធ្វើមិនបានផលឬក៏បរាជ័យហើយការចោទប្រកាន់របស់មេបកភឿថៃនេះគឺចោទតាក់ទងនឹងរឿងអំពើពុករលួយការដោះស្រាយបញ្ហាព្រំដែនមិនបានប្រសិទ្ធភាពខ្វះប្រព័ន្ធយុតិធធម៌តម្លារដ្ឋបាលនឹងគ្មានបាននិយាយទៅគឺចោត 100% តកតងនឹងរឿងភាពអសកម្មរបស់រដ្ឋាភិបាលនេះតែម្ដងតែយ៉ាងណាយើងការចោតគ្នានឹងអានឹងជារឿងអ្នកនយោបាយនឹងតែប៉ុណ្្នឹងឯងវាមានអីប្លែកទេក៏ប៉ុន្តែសួរថាតើថៃធ្វើអីទៀតនៅពេលនេះនៅពេលដែលអ្នកនយោបាយចោតគ្នាលោកអនុទិនច័ន្ទវរៈគុលគាត់មកតបមកវិញព្រោះឥឡូវនេះមានគណៈបករបស់លោករឿងបញ្ញវុฒิនេះដែលណតពងរឿងបញ្ញវុฒิនេះគឺគណៈបកប្រជាជនថៃនេះចោតដៃគូដែលគាត់ខំប្រឹងលើកលោកអនុទិនច័ន្ទវរៈគុលឲ្យធ្វើជានាយករដ្ឋមន្ត្រីនឹងដោយសន្យាគ្នាថាពេលចូលនឹងគឺគ្រប់គ្រងគណៈបកប្រជាជននៅក្នុងការកែតម្រង់រដ្ឋធម្មនុញ្ញអីចឹងដល់ពេលហើយស្រាប់តែគណៈបកភូមិចៃថៃរបស់លោកអនុទិនច័ន្ទវរៈគុលនឹងអត់ព្រមធ្វើតាមនៅក្នុងនេះគេថាក្បត់សន្យាគ្មានភាពស្មោះត្រង់ចឹងត្រូវបានតំណាងឲ្យគណៈបកប្រជាជនថៃនឹងចោតប្រកាន់លោកអនុទិនចឹងហើយបានជាដកសេចក្តីទុកចិត្តលែងជឿអីចឹងទៅរហូតដល់រំលាយរដ្ឋាភិបាលឥឡូវបានដងដាវទៅដល់លោកអនុទិនច័ន្ទវរៈគុលថាតាមពិតគឺគាត់អត់មានក្បត់កិច្ចសន្យាអីទេអីចឹងទៅគាត់ថាមកពីគណៈបកប្រជាជនថៃគឺនាំគ្នាដកសេចក្តីទុកចិត្តតែឲ្យគាត់ពឹងអីទៀតបើអស់មានសេចក្តីទុកចិត្តមានតែរំលាយរដ្ឋាភិបាលរំលាយសភាចោលតែប៉ុណ្្នឹងឯងនឹងជាការដោះសាររបស់គាត់ទេតាមពិតលោកអនុទិនច័ន្ទវរៈគុលក៏ស្ទាក់ស្ទើរនៅក្នុងការគ្រប់គ្រងគណៈបកប្រជាជនថៃនៅក្នុងការកែរដ្ឋធម្មនុញ្ញដែរបងប្អូនព្រោះអារដ្ឋធម្មនុញ្ញនេះគឺកែតាក់ទងនឹងប៉ះពាល់នឹងអំណាចរបស់ព្រះមហាក្សត្រអ្នកណាប៉ះពាល់ព្រះមហាក្សត្រគឺវលលាយហើយនៅស្រុកថៃមានតែគណៈបកប្រជាជនថៃមួយគត់ដែលហ៊ានលូកព្រោះគណៈបកភឿថៃរបស់លោកថាក់ស៊ីនស៊ីនវ៉ាត់កាលពីមុនធ្លាប់លូកដែរប៉ុន្តែត្រូវដំបងរហូតដល់ជាប់គុកជាប់ច្បាប់គេបណ្ដឹងចេញពីអំណាចអស់តាំងពីលោកថាក់ស៊ីនរហូតដល់ប្អូនស្រីលោកថាក់ស៊ីនអ្នកស្រីយីងឡាឥឡូវមកដល់នាងអ្នកស្រីបឋមឋានអីហ្នឹងហើយអ្នកស្រីបឋមឋានមែនតើត្រូវរើគ្នាជាមួយនឹងស្ដេចថៃច្រើនដែរស្អំចិត្តដែរប៉ុន្តែត្រូវបានលោកហ៊ុនសែនបលែងអាស្អីគេការសន្ទនាសម្ងាត់រវាងអ្នកស្រីបឋមឋាននិងលោកហ៊ុនសែនហ្នឹងទៅក៏លលាយខ្សលអញ្ចឹងទៅអានេះគឺជារឿងរបបនយោបាយប៉ុន្តែមកដល់ម៉ោងនេះគឺអ្វីដែលសំខាន់គឺការបោះឆ្នោតថៃនេះត្រូវតែធ្វើឲ្យបានឆាប់តាមតែអាចធ្វើទៅបានព្រោះដោយសារតែមានការអំពាវនាវពីខាងសភាពាណិជ្ជកម្មថៃដែរថ្ងៃនេះគឺតំណាងឲ្យសភាពាណិជ្ជកម្មថៃគឺអំពាវនាវឲ្យថៃរៀបចំការបោះឆ្នោតសូមឲ្យបានមុនកំណត់ផងមុនកំណត់ហ្នឹងបានន័យថាម៉េច45ថ្ងៃទៅ60ថ្ងៃបានន័យថារដ្ឋធម្មនុញ្ញថៃថារំលាយរដ្ឋសភាហើយអញ្ចឹងគឺត្រូវរៀបចំបោះឆ្នោតក្នុងរយៈពេល45ថ្ងៃទៅ60ថ្ងៃអញ្ចឹងគាត់ថាកុំចាំដល់60ថ្ងៃគឺ45ថ្ងៃហ្នឹងគឺបោះឆ្នោតហ្មងទៅព្រោះអីបើអត់មានសភាអត់មានរដ្ឋាភិបាលត្រឹមត្រូវការចរចាពាណិជ្ជកម្មបន្ធូរបន្ថយពន្ធជាមួយអាមេរិកក៏ជួបបញ្ហាធំដែរនេះគឺប្រធានសភាពាណិជ្ជកម្មថៃថ្ងៃនេះដែលបង្ហាញប្រាប់អ្នកសារព័ត៌មានគឺលោកប្រូចអារ៉ាំវឌ្ឍនានន្តបាទគាត់និយាយបែបនេះតែអំពាវនាវសូមឲ្យរៀបចំការបោះឆ្នោតឲ្យលឿនព្រោះសេដ្ឋកិច្ចថៃជួបការលំបាកច្រើនដោយសារអីការចរចាពាណិជ្ជកម្មឬក៏ពាណិជ្ជកម្មសេរីអីជាមួយប្រទេសក្រៅជាមួយអីដែលត្រូវធ្វើបន្ទាន់ដើម្បីស្ដារសេដ្ឋកិច្ចថៃដោយសារតែមានវិបត្តិព្រំដែនអីផងហ្នឹងគឺធ្វើអត់កើតដោយសាររាំងស្ទះដោយរដ្ឋាភិបាលចាំផ្ទះអត់អាចសម្រេចអីបានទេអញ្ចឹងគាត់ថាអត់ត្រូវការពជាពេលទៀតទេគឺត្រូវតែធ្វើឲ្យលឿនតាមដែលអាចធ្វើទៅបាននេះគឺជាសំណុំពររបស់ខាងសភាពាណិជ្ជកម្មថៃដែលគិតថាបញ្ហានេះក៏វារាំងស្ទះដល់ដំណើរការស្ដារពាណិជ្ជកម្មរបស់ថៃដែរក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នានេះក៏មានតំណាងរាស្ត្ររបស់ថៃលើកឡើងដែរថាតើបោះឆ្នោតយ៉ាងម៉េចបើសង្គ្រាមឬក៏ចំនួនប្រដាប់អាវុធខ្មែរថៃនោះអត់ទាន់បានស្បើយផងហ្នឹងនេះគឺលោកសុផុនសារ៉ាំបាទដែលជាតំណាងរាស្ត្រមកពីខេត្តបុរីរាំងរបស់គណៈបកភូមិចៃថៃរបស់លោកអនុទិនច័ន្ទវរៈគុលហ្នឹងគាត់បាននិយាយថាគាត់ចង់ឲ្យមានការបោះឆ្នោតឆាប់ៗដែរប៉ុន្តែបោះឆ្នោតយ៉ាងម៉េចបើសិនជាយើងនឹងមានចំនួនព្រំដែនអត់ទាន់ចប់ដូច្នេះនេះគឺជាអាចសម្ពាធមួយដែរបងប្អូនចំណុចល្អនៅក្នុងចំណុចនេះគឺនៅពេលដែលតំណាងរាស្ត្រថៃចាប់ផ្ដើមនិយាយថាចំនួនព្រំដែនហ្នឹងវាអាចប៉ះពាល់ដល់ការបោះឆ្នោតអញ្ចឹងថៃអាចមានសម្ពាធមួយដែរនៅក្នុងការឈប់បាញ់ឬក៏ទៅរកការស្ងប់ស្ងាត់ប្រដាប់អាវុធណាមួយព្រោះអីបើមានការផ្ទុះអាវុធគឺអត់អាចបោះឆ្នោតបានដោយសារហេតុផលមួយនៅក្នុងច្បាប់របស់ថៃតើតើនឹងការបោះឆ្នោតគឺមានមណ្ឌលបោះឆ្នោតទៅដល់បាទសូមអធិស្ឋានបងប្អូនគឺមានការអនុវត្តបច្ចេកទេសបន្តិចខ្ញុំចង់ជម្រាបថាការដែលច្បាប់ថៃហ្នឹងគឺកំណត់ថាការបោះឆ្នោតអាចប្រព្រឹត្តទៅបានគឺបោះឆ្នោតជាតិប្រព្រឹត្តទៅទូទាំងប្រទេសក្នុងពេលតែមួយក្នុងថ្ងៃតែមួយក្នុងម៉ោងតែមួយអញ្ចឹងអត់មានអីដែលថាតំបន់ខ្លះ
កំពុងជំនះប្រជាពលរដ្ឋរាប់សែនអ្នកបែបនេះបើមានចំនួនព្រំដែនបែបនេះគឺការបោះឆ្នោតមិនអាចប្រព្រឹត្តទៅទេដូច្នេះនេះអាចជាសម្ពាធដល់រដ្ឋាភិបាលថៃនៅក្នុងការរកផ្លូវចរចាឬក៏បញ្ចប់ចំនួននៅព្រំដែនក្នុងពេលឆាប់ៗដែរបើយើងមើលណាតែអាស្រ័យទៅលើអ្នកនយោបាយថៃតើគាត់ចិញ្ចឹមចិត្តនៅក្នុងការបញ្ឆេះសង្គ្រាមនេះឲ្យយូរប៉ុណ្ណាតែប៉ុណ្ណឹងឯងប៉ុន្តែបើតាមមើលគេមិនអាចរៀបចំការបោះឆ្នោតមួយបានដោយមិនមានស្ថិរភាពឬក៏មិនមានចំនួនព្រំដែនទេព្រោះប្រជាពលរដ្ឋតាមខេត្តបុរីរាមនិយាយទៅ6ខេត្តជាប់ព្រំដែនហ្នឹងគឺដូចថាអត់មានបានបោះឆ្នោតកើតទេព្រោះកំពុងអ្វីប្រវិចជំនះចឹងណាបងប្អូនបងប្អូនម្ដងទៀតសំឡេងដែលបងប្អូនអត់ឮបងប្អូនចាំបន្តិចដោយសារតែវារអាក់រអួលចឹងតិចទៀតបងប្អូននឹងឮហើយបើលែងឮចូលមកវិញម្ដងទៀតមកខ្ញុំ